សួស្តីពុកម៉ែបងប្អូនថ្ងៃនេះមកជួបជាមួយជាងដៃថ្មីទៀតហើយជាមួយនឹងធ្វើការបង្ហាញជាមួយនឹង iPhone 13គាត់ធម្មតាយើងគឺវាមានបញ្ហាគឺធ្លាក់ចូលទឹកបងប្អូនអានេះបញ្ហាធ្លាក់ចូលទឹកអញ្ចឹងយើងដាក់តេស្តអត់មានពេលទេ power supply ហ្នឹងមានតែបញ្ញាកោះលាងសម្អាតហើយដើម្បីតេស្តមើលថាឆ្លងឬក៏មុខងារណាមួយវាមានបញ្ហាអញ្ចឹងចំពោះ iPhone វាលឿនបងប្អូនធម្មតាប្រភេទគ្រឿងអេឡិចត្រូនិកពេលដែលវាធ្លាក់ទឹកអីវាលឿនណាបងប្អូនវាពិបាកបញ្ហាគឺវាសឹងតែ 70% គឺវាមានបញ្ហាទៅលើមុខងារណាមួយអញ្ចឹងមានតែចាំតេស្តមើលទាំងអស់គ្នាបងប្អូនខ្ញុំកំពុងតែធ្វើការតេស្តអានេះខ្ញុំធ្វើការគោះជាមួយប្រភេទកាវគោះអេក្រង់យើងជាមួយនឹងអង្គមដែរបងប្អូនយើងក៏ប្រើអង្គមសម្រាប់គោះបើសិនជាអត់មានអង្គមទេវានឹងធ្វើឲ្យការងារយើងនឹងវាអត់រលូនទេពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនយើងគោះអត់យូរប្រហែលទេបងប្អូនដាក់តកាវហើយកណ្ដៅមក60ទៅវាក្តៅរលាយបងប្អូនទោះបីជាមានកៅប៉ុណ្ណាក៏វានៅតែគោះមកបានដោយស្រួលដែរបងប្អូនវាអត់ពិបាកទេចំពោះ iPhone គឺត្រូវតែគោះប្រភេទ11 12 Pro Max ឡើងគឺវាបញ្ហាគឺពិបាកវាមានជំរាបទឹកអញ្ចឹងដោយសារតាប្រភេទនេះវាចូលទឹកជោគបងប្អូនចូលទឹកជោគតែម្ដងគឺប្រភេទអាចថាភាគរយនៃការឆ្លងគឺវាច្រើនសឹងតែ 90% ទៅហើយខ្ញុំគោះអេក្រង់នេះគឺស្រៀមទេខ្លាចតាអេក្រង់នេះវានៅប្រភេទអេក្រង់ស៊ីនដែរអញ្ចឹងវាអាចប្របាត់ទេវាគោះមកនៅស្អាតនៅអេមដែរអញ្ចឹងបងប្អូននេះអញ្ចឹងយើងងាកមកមើលជាមួយនឹងកាមេរ៉ាវិញបងប្អូនកាមេរ៉ាមើលទៅដូចជាទឹកជោគដែរអញ្ចឹងគោះថ្មចេញមកសឹងយើងក៏ចាប់ផ្ដើមសម្អាតមើលថាថ្មហ្នឹងវាចូលទឹកនៅប្រើការអត់បងប្អូនចំពោះទូរស័ព្ទ iPhone គឺភាគរយចូលទឹកគឺវាបញ្ហាឆ្លងបងប្អូននេះខ្ញុំកំពុងតែសម្អាតហើយអ្វីដែលខ្ញុំសង្កេតឃើញគឺវាអត់មានវាចូលទេអញ្ចឹងទូរស័ព្ទនេះវាត្រូវតែដោះមានន័យថាដោះរើមកខ្ទេចទាំងអស់ហ្មងប្រភេទកាមេរ៉ាដោះមកជូតឲ្យស្អាតដើម្បីលាងទឹកសម្អាតដើម្បីឲ្យស្អាតអញ្ចឹងមែនបងប្អូនចំពោះកាមេរ៉ាយើងតេស្តមើលបងប្អូននេះយើងលាងស្អាតហើយវានៅតែឆ្លងបងប្អូននេះឆ្លងកប់ហើយធ្ងន់ហើយបងប្អូនឃើញនេះដោយការគិតរំពឹងទុករបស់ខ្ញុំឯងអញ្ចឹងឆ្លងបែបនេះគឺយើងត្រូវតែធ្វើម៉ាស៊ីនបងប្អូនណាតែម្ចាស់គឺអត់ធ្វើទេគឺហ្នឹងហើយប្រភេទ iPhone គឺវាគ្រឿងបន្លាស់វានឹងថ្លៃបងប្អូនបើសិនជាបងប្អូនមានបញ្ហាទៅលើ iPhone បើសិនជាគ្រឿងបន្លាស់អេក្រង់ឬក៏តែប្រភេទរបស់រោងចក្រផ្ទាល់គឺវារៀងថ្លៃអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងត្រូវប្រើប្រយ័ត្នតិចហ្នឹងហើយជាងមានតែបន្តអត់លុយបន្តទៀតទៅអរគុណជួបគ្នា